ឲ្យតែពេលទៅផ្សារម្ដងធុញមែនតែនអត់ដឹងថាស្លអីគិតយូរយំរំតែចេញបានមហូបមួយមុខថ្ងៃនេះខ្ញុំធ្វើសម្លកកូរខ្ទិះមុនដំបូងខ្ញុំដាក់ឆ្នាំងឲ្យក្តៅសិនហើយបន្ទាប់មកបានខ្ញុំដាក់ប្រេងឆាបន្តិចចូលខ្ញុំលីងគ្រឿងឲ្យរាងឡើងឈ្ងុយហើយបានខ្ញុំដាក់ប្រហុកចិញ្ច្រាំចូលសម្លកកូរខ្ទិះនេះបើសិនជាបងមានខ្ទិះដូងច្រើនមិនបាច់ចាំប្រើប្រេងឆាក៏បានដែរបង្គាស់ខ្ទិះដើមនឹងឲ្យចេញប្រេងហើយចាំយកទៅលីងមួយគ្រឿងប៉ុន្តែដោយសារតែខ្ទិះដូងរបស់ខ្ញុំតិចអញ្ចឹងខ្ញុំត្រូវប្រើប្រេងឆាបន្ថែមពេលដែលលីងគ្រឿងមួយប្រហុកឲ្យសព្វចូលគ្នាហើយបានខ្ញុំដាក់សាច់កង្កែបចូលបងចូលចិត្តសាច់អីអាចដាក់បានអត់មានរើសសាច់ទេបងចង់ប្រើបន្ទង់សាច់មាន់ឬក៏ត្រីឆ្លាងត្រីអណ្ដែងក៏បានតែខ្ញុំប្រើសាច់កង្កែបបន្ទាប់ពីក្របទុកមួយសន្ទុះខ្ញុំសង្កេតឃើញថាសាច់កង្កែបដែលខ្ញុំកូរហ្នឹងគឺចាប់ផ្ដើមឆ្អិនបដាហើយក៏ចេះក្លិនឈ្ងុយមកដែរខ្ញុំក៏ចាប់ផ្ដើមកូរវាម្ដងទៀតដើម្បីកុំឲ្យវាខ្លោចឆ្នាំងហើយខ្ញុំក៏ដាក់បន្លែចូលបន្លែស្លកូរគឺមានច្រើនមុខមែនតែនហើយបន្លែនេះគឺខ្ញុំអត់បានផ្សំខ្លួនឯងទេគឺខ្ញុំទិញនៅផ្សារដោយសារតែផ្ទះខ្ញុំសមាជិកតែ2នាក់អញ្ចឹងខ្ញុំទិញបន្លែកកូរគេតែ1000ជាមួយនឹងស្លឹកម្រុំម្ដុំគឺស្លបានឡើងមួយឆ្នាំងពេលដែលខ្ញុំដាក់បន្លែចូលខ្ញុំច្របល់បន្លែជាមួយនឹងសាច់កង្កែបនិងគ្រឿងដែលខ្ញុំលីងនោះសព្វល្អហើយទើបខ្ញុំចាក់ខ្ទិះដូងចុងចូលឥឡូវទឹកស្លដែលខ្ញុំដាក់ខ្ទិះដូងចូលមិញហ្នឹងវាចាប់ផ្ដើមពុះហើយបន្ទាប់ពីពុះហើយខ្ញុំរោយអង្ករលីងចូលខ្ញុំឃើញបងខ្លះគាត់ស្លគាត់លីងអង្ករលីងនឹងជាមួយនឹងបន្លែគឺច្របល់ចូលគ្នាប៉ុន្តែសម្រាប់ខ្ញុំអត់ស្លអញ្ចឹងទេបងស្លរបៀបមិនក៏បានដែរតែសម្រាប់ខ្ញុំគឺពេលដែលខ្ញុំដាក់ទឹកហើយទើបខ្ញុំដាក់អង្ករលីងតាមក្រោយអង្ករលីងខ្ញុំអត់ដាក់ឲ្យអស់មួយកញ្ចប់ទេក្នុងមួយកញ្ចប់ហ្នឹងគឺខ្ញុំដាក់តែពាក់កណ្ដាលទេតពីបន្លែហើយនឹងអង្ករលីងខ្ញុំកូរចូលគ្នាហើយខ្ញុំមើលឃើញបន្លែដែលខ្ញុំដាក់ចូលហ្នឹងក៏ចាប់ផ្ដើមឆ្អិនអញ្ចឹងខ្ញុំក៏ថែមខ្ទិះដូងដើមហើយចុងក្រោយគេគឺស្លឹកម្រុំគឺជាបន្លែដែលមិនអាចខ្វះបាននៅក្នុងសម្លកកូរបងចាហើយខ្ញុំក៏ចាប់ផ្ដើមកូរវាឲ្យបន្លែដែលខ្ញុំដាក់ចូលក្រោយគេហ្នឹងចាប់ផ្ដើមសពូនល្អនិងឆ្អិនល្អផងដែរពេលដែលយើងកូរចូលគ្នាហើយអស់ក៏ភ្លក់សាបប្រៃផ្អែមល្មមតាមចំណង់ចំណូលចិត្តហើយគឺរួចរាល់ជាការស្រេចសម្លកកូរមួយឆ្នាំងនេះខ្ញុំចំណាយប្រាក់អស់9500រៀលជាសម្លកកូរខ្ទិះដែលមានរសជាតិឈ្ងុយឆ្ងាញ់